សង្ឃឹមថាឯងមិនកើតអីចលិកាយ៉ាងនៅក្នុងនំដូចយ៉ាងនៅឯណាខ្ញុំមិនគួរប្រាប់ពាក្យសម្ដីឬនិយាយអីឬមិនគប្បីចំពោះឯងសោះអូខ្ញុំភ្លេចព្រឹកគេ5ប៉ារបស់គេលីកាមិនឲ្យគូស្រីចាជំរាបអសលោកពូខ្ញុំក៏មិនដឹងដែរឥឡូវខ្ញុំបានជូនគេមកពេទ្យហើយគេនៅក្នុងអ្នកគ្រូពេទ្យចាំថារងចាំបន្តិចទៀតសិនលោកពូអូឲ្យក្មួយស្រីពូពិតជាអរគុណខ្លាំងមែនទែនកូនរបស់ពូគេមានជំងឺខួរក្បាលដូច្នេះហើយឬធ្វើអីមិនគប្បីឬទាស់ចិត្តគេជំងឺរបស់គេនឹងរើឡើងវិញហើយអូចឹងមិនចឹងលោកពូគេមានបញ្ហាផ្លូវចិត្តតិចតួចនៅសាលាពូសូមផ្ញើផងណាក្មួយពូមានកិច្ចការរវល់ខ្លាំងណាស់ពូលាសិនហើយពូទុកចិត្តលើក្មួយហើយណាអ្នកគ្រូពេទ្យតាមមិត្តភ័ក្តិរបស់ខ្ញុំគេយ៉ាងម៉េចហើយមិត្តភ័ក្តិរបស់ប្អូននឹងលែងអីហើយប៉ុន្តែប្អូនត្រូវចាំណាគេមានជំងឺហូបក្បាលត្រូវតែរក្សាផ្លូវចិត្តនិងការគិតរបស់គេកុំឲ្យគេប៉ះពាល់អារម្មណ៍នឹងទេចាខ្ញុំយល់ហើយអ្នកគ្រូពេទ្យវិធីដល់នេះអត់ស្អីនិយាយមិនវិញអូអត់ទេខ្ញុំកុំតែងុយតិចតួចហ្នឹងយើងអរគុណឯងហើយអសដែលបានជូនយើងមកនេះឯងអត់ល្ងវាជប់ហើយមិនអីទេគ្នាធ្វើបានដើម្បីឯងណាយើងប្រាប់រឿងមួយយើងស្រឡាញ់ឯងលីកាយើងយីមែនណាចាំមកក៏ស្អីយើងប្រើចំណាឯងឥឡូវតើយើងចេញទៅអ្នកគ្រូខ្ញុំជម្រាបលាសិនហើយអរគុណច្រើនអ្នកគ្រូដែលបានមើលថែមិត្តភ័ក្តិរបស់ខ្ញុំមិនអីទេសើយើងក៏ស្រឡាញ់ឯងដែរយើងអូនខ្វែឡើយអីយីមែនហ្នឹងយើងអត់បានកុហកអីយើងយីមែនយើងស្រឡាញ់ឯងអសើលឿនយើងខ្លាចជាសង្សារគ្នាណាលីកាអូយលឿនមែនឯងអូខេសង្សារអូនគឺជាដួងកាយមួយសម្រាប់បងគឺនោះអូនធ្វើឲ្យបងយល់ពីស្នេហ៍ពិនហើយភ្លេចខ្លួនយើងជិតចាប់វិទ្យាល័យដែរនេះឥឡូវយើងត្រូវមកបករៀនសប្អូនយើងទៀតនេះទៅទៅប្រេស្នាញដើម្បីnakគាត់យើងតើអូលីកៅណាស្វីតមែនមកសប្អូនមកណាជំរាបលោកគ្រូពួកខ្ញុំបានមកដល់ហើយអូខេចឹងលោកគ្រូទៅមុនហើយបងប្អូនមើលលីកៅដែរចង់ដាក់អន្ទាក់បងឲ្យទៀតនឹងមើលមុខបងខ្លាំងមែននេះមិនហើយបងយល់សប្អូនទៅទោះជាពេលវេលាដែលសូមបងសង្ឃឹមថាសប្អូននឹងយល់នៅមេរៀនថ្ងៃនេះជួបគ្នានៅសប្តាហ៍ក្រោយណាពួកយើងអាចចេញត្រឹមនេះសិនបានមិនសាប់ថ្ងៃនេះនិយាយតិចណាអូយថ្ងៃនេះខ្ញុំទៅសើអូយដល់ថ្ងៃចង់បានបែបហ្នឹងមែនបងអែមថ្ងៃត្រង់អូយម៉ែកុំស្វីតពេកយកកាមេរ៉ាស្លាចាប់មកណាឥឡូវឡើងមកដល់លើស្លាចាប់បាននេះទៀតតោះយើងទៅវិញអូនងាយដែរហើយថ្ងៃនេះយើងទៅផ្ទះវិញណាគិតខំរៀនសូត្រដើម្បីអនាគតរបស់ពួកយើងទាំងពីរបងសាបងអាចឡានមួយយ៉ាងម៉េចហ្នឹងអត់ទេបងដើរទៅផ្ទះវិញតែបងចិត្តនឹងតើហើយបងឯងទៅនេះមកឆាប់ចូលមកខ្ញុំជូនទៅផ្ទះអត់ទេលីកាអូនអាចឡានយប់ចឹងគ្រោះថ្នាក់ខ្លាំងណាស់ណាបាទចាអូននឹងសុំគេងថ្មឲ្យយប់ដែរបានអត់នៅអីហើយបងឲ្យគេទៅចាស់ចឹងជាមួយបងទៅស៊ូបងប្រុសបងសិននៅត្រង់ហ្នឹងសិនហើយណាបងខ្ញុំសូមឲ្យមិត្តភក្តិខ្ញុំគេងនៅផ្ទះយើងដែរថ្ងៃនេះអូខេអូនតោះចឹងបងប្រុសបងគាត់យល់ព្រមហើយតែតែបងអត់មានអីហូបរបស់ឆ្ងាញ់ទេណាសង្ឃឹមថាអូននឹងយល់ផងចុះហើយថ្ងៃនេះដូចហាត់នឿយខ្លាំងណាស់ហើយតោះយើងទៅងូតទឹកកុំភ័យអីបងសើចាំខ្ញុំកំពុងហូបមកនេះលីកាអូនចំណាយច្រើនពេកហើយណាស្ទើរបង្គាបង្កបងមិនធ្លាប់ហូបពីមុនមកទេបាទសិនជាបងមិនធ្លាប់ហូបបងហូបតែចឹងហូបឆ្ងាញ់មានកម្លាំងណាបងឯងណាមិនបងគេលើខ្ញុំចឹងអ៊ីកា